សួស្តីអ្នកនរគ្នាបាទនេះគឺជាសកម្មភាពនៃការជួសជុលទូកឡើងវិញបន្ទាប់ពីការអុំនៅមុខវត្តត្រាល់នៅថ្ងៃភ្ជុំធំដែលបណ្ដាលឲ្យទូកស្រីខ្មៅមានជ័យបាទបាក់ក្តារបង្ក្រាបមួយចំហៀងបាទឬក៏ក្តារសៀវឥឡូវមកជាងកំពុងតែជួសជុលមកជិតរួចរាល់ហើយនឹងចាប់ផ្ដើមលាបថ្នាំបាទអត់ដឹងថានៅឆ្នាំ2025នៅថ្ងៃទី26ខែ10ខាងមុខនេះតើស្រីខ្មៅមានជ័យមានវត្តមានទៅប្រកួតនៅក្នុងថ្ងៃ25-26ខែតុលានឹងគេដែរឬទេបាទហើយមើលទៅគឺជួសជុលនេះដូចជាកាត់តទេបាទមិនមែនដូរក្តារមកទាំងល្វែងហ្មងទេគឺបាក់កន្លែងហ្នឹងតកន្លែងហ្នឹងបាទពីត្រឹមហ្នឹងទៅដល់មុខតែប៉ុណ្ណោះបាទគឺឃើញតែប៉ុណ្ណឹងទេបាទប៉ុន្តែមើលទៅបច្ចេកទេសតគឺអាចនឹងជាប់មុំដូចគ្នានឹងបាទអរគុណច្រើនបាយបាយ